ខ្ញុំចង់ដឹងថាមានអ្នកណាខ្លះដូចខ្ញុំអត់វាជាទម្លាប់របស់ខ្ញុំគឺថាបានឲ្យតែពេលយប់ឡើងម៉ោង 9 10 ឡើងគឺខ្ញុំនឹងងុយគេងអស់នេះគឺបើកភ្នែកអត់រួចហ្មងស្ងាផងអីផងនិយាយទៅគឺអាចបានថាទុនហ្មងបើសិនជាដាក់ខ្លួនទៅលើពូកគេងលក់អីប៉ុន្តែដោយសារតែយើងអត់ទាន់ចង់គេងដោយសារទៅម៉ោង 9 10យើងគិតថាវាសល់ពេលយើងធ្វើការងារបានទៀតចឹងណាយើងអត់ទាន់គេងឯងយើងព្យាយាមទៅធ្វើការងារសិនហើយដល់ពេលម៉ោង 11 ឬ 12យើងគិតថាអូដល់ពេលគេងឯងយើងទៅគេងឯងប៉ុន្តែនៅពេលទៅដល់ម៉ោងហ្នឹងគឺយើងស្វាងហ្មងអ្នកនរគ្នាអត់មានអារម្មណ៍ល្ងុយគេងអីទេគឺស្វាងចេះហ្មងហើយនៅពេលហ្នឹងទៀតសោតគឺយើងចាប់ដើមភូក្បាលយើងដល់មានគំនិតល្អអីពីពេលណាមកហើយគឺផុសចេញមកផាំងពេលដល់ម៉ោង 9 10ត្រូវការធ្វើការគិតអត់ចេញឯងល្ងុយគេងដល់ម៉ោង 11 12ដល់ម៉ោងគេងបាយជាគិតចេញហើយគំនិតដែលយើងចង់គិតហ្នឹងគឺវាផុសឲ្យយើងខយមានគំនិតថ្មីឲ្យយើងត្រូវតែកត់ទុកហ្មងយើងអាចយើងចង់ថាយើងអត់ចង់គេងវិញដោយសារតែយើងខ្លាចបាត់គំនិតល្អទាំងអស់ហ្នឹងណាខ្ញុំចង់ដឹងថាតើមានអ្នកណាគេដូចខ្ញុំខ្លះព្រោះឥឡូវខ្ញុំកំពុងតែជួបរឿងនេះគឺពេលខ្លះពិតជាហត់ជាមួយខ្លួនឯងដែរពេលគេងអត់ល្ងុយទេតែពេលអត់ត្រូវគេបែរជាល្ងុយគេងវិញ